ជំរាបសួរបងប្អូននិងបងប្អូនថ្ងៃនេះ Channel តោះរៀនភាសាចិនរៀនបែបសប្បាយៗយើងនឹងរៀនពីផ្លែឈើបន្តទៀតផ្លែឈើទី1គឺអានថាឆៅម៉ីយើងប្រើថាផ្លែ Strawberry 树横折行树行树撇行竖折横折钩点行点 ចឹងផ្លែឈើទី2របស់យើងនោះគឺភូថៅគឺផ្លែទំពាំងបាយជូរ树撇横折钩行树横折钩行树点行树撇横折钩撇行竖折树 ចឹងផ្លែឈើទី3របស់យើងគឺឡុងយៀនយើងប្រែថាផ្លែមៀន撇树弯钩撇点树横折行横折行竖提撇捺 ចឹងផ្លែឈើចុងក្រោយរបស់យើងនោះគឺម៉ាងកួយើងប្រើថាផ្លែស្វាយ树点行竖折树横折行树撇捺 អរគុណច្រើនថ្ងៃនេះយើងរៀន4ពាក្យសិនចឹងស្អែកយើងនឹងបន្តរៀន4ពាក្យបន្ថែមទៀតអរគុណចៃជៀន